ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូននៅតន់ស្គាល់ខ្ញុំទេខ្ញុំបាទឈ្មោះធីរ៉ាជាអ្នកជួយសង្គ្រោះសារណាថាដែលមាន page ឈ្មោះថា Stray Animal Rescue នៅថ្ងៃនេះបងម្ចាស់កូន Mel Panda ដែលខ្ញុំបានជួយសង្គ្រោះកាលពីយប់ថ្ងៃទី7អំឡុងពេលយប់ដែលយើងបានទៅជួយសង្គ្រោះកូនមួយដែលដេកស្រែកដល់ការជួយចាប់នោះឥឡូវនេះបងម្ចាស់គាត់បានមកទទួល Panda ត្រឡប់ទៅផ្ទះវិញហើយទៅលើករណីដែល Panda គាត់ត្រូវបានគេចាប់នៅតាមផ្លូវហ្នឹងមិនមែនគាត់រត់ចេញក្រៅផ្ទះហើយត្រូវបានគេចាប់ទេបងប្អូនការរស់នៅរបស់គាត់គឺគាត់រស់នៅក្នុងផ្ទះមានរបបអាហារត្រឹមត្រូវមានកន្លែងគេងមានផ្ទះគេងទៅដូចកូនមនុស្សយ៉ាងបងប្អូនហើយកន្លែងគេងគាត់មួយទៀតហ្នឹងគឺនៅកន្លែងផើងផ្កានប៉ុន្តែស្ថិតនៅក្នុងរបងផ្ទះដដែលបងប្អូនអញ្ចឹងប្រហែលជាគេអាចនឹងឃើញគាត់នៅហ្នឹងគេអាចនឹងលុកដៃចាប់បងប្អូនដោយសារតែកូន Mel Panda នេះគឺគាត់មហាសានស្លូតអញ្ចឹងងាយនឹងឲ្យគេចាប់បានណាបងប្អូនដោយសារគាត់រស់រេខ្លាំងពេកហើយតើតើទៅលើ responsibility ដែលមានការទំនួលខុសត្រូវទៅលើកូនរបស់យើងនៅពេលដែលត្រឡប់ទៅផ្ទះវិញនៅពេលដែល Panda គ្រប់ខែដែលអាចត្រូវគ្រាវបានបងគាត់នឹងយក Panda ទៅគ្រាវហើយឲ្យមានឲ្យខូចខលលេងអញ្ចឹងអីទេហើយកន្លែងក៏ GPS ក៏ត្រៀមបំពាក់ឲ្យគាត់ដែរគឺគាត់បានត្រៀមរួចរាល់អស់ហើយអត់ទាន់ពាក់ផងឥឡូវគេចាប់បានហើយមុខលេលើបងប្អូនអត់មានដឹងរឿងខ្យល់អីទេអត់ដឹងថារឿងកាត់ឡើងអីខ្លះទេដឹងតែម៉ែវដល់បងប្អូនហើយក៏ពិតទៅ Panda គាត់ពិតជាសំណាងលើសំណាងបើសិនជាយើងមិនទៅជួយកូនដែលដេកស្រែតកាយជួយចាប់ទេក៏អត់បានជួយ Panda ដែរហើយបើសិនជាខ្ញុំចេញពីពេទ្យលឿនខ្ញុំអត់នៅពេទ្យរៀងយូរទេក៏អត់បានជួយ Panda ដែរហើយបងម្ចាស់ក៏គាត់បានអរគុណខ្ញុំគាត់ក៏បានប្រាប់ខ្ញុំថាបើសិនជាមិនមានខ្ញុំគាត់នឹងបាត់បង់កូនគាត់ឈឹងហើយបងប្អូនហើយបងក៏គាត់បានចូលមកលេងកូននៅក្នុងមណ្ឌល Stray Animal Rescue របស់ខ្ញុំនេះដែរហើយក៏បានចូលរួមជាចំណែកខ្លះសម្រាប់កូននៅក្នុងមណ្ឌលខ្ញុំដែរបងប្អូនហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតតាក់ទងនឹងសកម្មភាពដែលខ្ញុំបានជួយគាត់បើសិនអីខ្ញុំបានថតខ្ញុំនឹងរៀបចំធ្វើវីដេអូមួយទៀតពីដើមដល់ចប់តែម្ដងទៅលើយប់ដែលបានជួយ Panda នេះដោយសារតែខ្ញុំមានវីដេអូផ្សេងទៀតបងប្អូនហើយបងប្អូនមើលមកបាននេះហើយ Panda ជាចុងក្រោយគឺខ្ញុំសូមជូនកុសលផលបុណ្យដែលខ្ញុំបានជួយសង្គ្រោះអាយុជីវិតរបស់ Panda ដល់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាផងអរគុណច្រើនជំរាបលាបាទ